នឹងហើយអ្នកទាំងអស់គ្នាសូមរំលឹកថាករណីដែលនាំផ្លែតរេនចូលពីប្រទេសថៃដែលទទួលបានការចាប់អារម្មណ៍នាពេលថ្មីនេះទាំងអ្នកនាំចូលនិងអ្នកបញ្ជាទិញត្រូវបានចោទប្រកាន់ហើយបើតាមសេចក្តីប្រកាសព័ត៌មានរបស់អัยការអមសាលាដំបងខេត្តបាត់ដំបងផ្ទាល់តែម្ដងគឺចេញនៅថ្ងៃទី7 ខែឧសភាឆ្នាំ2026និងសេចក្តីប្រកាសអ្នកនាំពាក្យបញ្ជាក់ថាតរេនដែលនាំចូលពីប្រទេសថៃហ្នឹងគឺ3លើកចំនួន3លើកគឺលើកទី1ថ្ងៃទី17លើកទី2ថ្ងៃទី19និងលើកទី3ថ្ងៃទី21ខែមេសាឆ្នាំ2026គឺមានការលាក់បាំងទៀតអ្នកទាំងអស់គ្នានេះនឹងគ្មានការអនុញ្ញាតហើយមិនមានការបង់ពន្ធគយអីត្រឹមត្រូវនោះឡើយករណីនេះគឺជាការនាំចូលទំនិញកិច្ចពន្ធឬអាចហៅថាទំនិញខុសច្បាប់ដូច្នេះអ្នកតំណាងអัยការបានចោទប្រកាន់អ្នកដែលបាននាំចូលគឺឈ្មោះព្រឿងសាក់ឡែនឹងភេទស្រីអាយុ31ឆ្នាំនិងបពពួកពីបទការនាំចូលទំនិញកិច្ចពន្ធខុសច្បាប់ប្រព្រឹត្តនៅតំបន់ច្រកទ្វារអូរំដួលយើងនឹងស្ថិតនៅក្នុងឃុំអូរំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីថ្ងៃទី17 19និងថ្ងៃទី21មេសាឆ្នាំ2026យើងនឹងបទល្មើសព្រហ្មទណ្ឌមានចែងនឹងត្រូវផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រាទី75មានច្បាប់ស្តីពីគយជនសង្ស័យជាអ្នកបញ្ជាទិញឈ្មោះព្រំសំណយហៅយ៉ាដាភេទស្រីអាយុ26ឆ្នាំចោទប្រកាន់ពីបទនាំអំពើលួចនាំចូលនៅទំនិញកិច្ចពន្ធឬក៏ទំនិញខុសច្បាប់ប្រព្រឹត្តនៅតំបន់ច្រកអូរំដួលស្ថិតនៅក្នុងឃុំអូរំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដល់ទានទោសតាមបទបញ្ញត្តិមាត្រាទី28នៅក្រោមព្រហ្មទណ្ឌមាត្រាទី75នៃច្បាប់ស្តីពីគយទោះជាយ៉ាងណាភ្លាមឈ្មោះព្រំសំណយនឹងមិនបានចូលសារភាពភ្លាមនោះឡើយដោយបានរត់គេចខ្លួនទៀតជាច្រើនថ្ងៃរហូតដល់ថ្ងៃទី25ខែឧសភាម្សិលមិញនេះទើបសមត្ថកិច្ចយើងនឹងស្រាវជ្រាវរហូតដល់ឈានដល់ការឃាត់ខ្លួនបានសម្រេចនឹងឃាត់ខ្លួនឈ្មោះព្រំសំណយនឹងបានសម្រេចនៅថ្ងៃទី25ខែឧសភាម្សិលមិញហ្នឹងណា